ថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពី5ចំណុចដែលមានបងប្អូនមួយចំនួនគាត់អត់ស្ូវបានដឹងទេពីចំណុចខាងលើទាំងអស់អូខេអញ្ចឹងចំណុចទី1ខ្ញុំនឹងនិយាយពីលេខកៅអីដោយសារតែមានបងប្អូនមួយចំនួនគាត់តែងតែមកអង្គុយច្រឡំកន្លែងហើយនឹងរកកៅអីគាត់ឃើញជាធម្មតាលេខកៅអីគឺនៅខាងលើកៅអីរបស់យើងផ្ទាល់ហ្មងនៅខាងក្រោមធ្នើដាក់អីវ៉ាន់ណាគឺគេមានលេខសម្គាល់ដាក់នៅកន្លែងហ្នឹងសម្រាប់យន្តហោះប្រភេទកណ្ដាលបែបនេះអាចមានលេខកៅអីពីលេខ1ដល់លេខ30ឬមួយក៏លេខ31ហើយគេនឹងមានអក្សរសម្គាល់ទៀត A B C D E និង F អញ្ចឹងអ្នកទាំងអស់គ្នាត្រូវមើលបានឡើងយន្តហោះរបស់អ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាអង្គុយលេខប៉ុន្មានហើយអក្សរអីគេនៅពេលដែលយើងដើរចូលទៅគឺគេរាប់អក្សរពីខាងស្ដាំដៃទៅពី A B C D E ដល់ F ហើយកៅអីដែលនៅជាប់បង្អួចគឺ A ហើយនិង F បើអ្នកទាំងអស់គ្នាចូលទៅមើលលេខអីហើយអង្គុយតាមហ្នឹងគឺយើងអត់ច្រឡំអង្គុយកន្លែងរបស់គេទេអូខេចំណុចទី2ខ្ញុំនឹងនិយាយពីតើបន្ទប់ទឹកយើងមើលមិនខ្មិចទៅយើងដឹងថាយើងអាចចូលទៅបានហើយចាក់សោរបៀបម៉េចបើកសោរបៀបម៉េចយើងអាចសម្គាល់មើលនៅសញ្ញាដែលនៅក្បែរបន្ទប់ទឹកហ្នឹងបើសិនជាវាមានពណ៌បៃតងគឺមានន័យថាបន្ទប់ទឹកនេះយើងអាចចូលបានអត់មានមនុស្សនៅខាងក្នុងទេតែបើមានពណ៌ក្រហមគឺមានន័យថាមានគេចាក់សោរពីខាងក្នុងហើយការចាក់សោរពីខាងក្នុងគឺយើងគ្រាន់តែទាញរបៀបហ្នឹងឯងអញ្ចឹងនៅខាងក្រៅនឹងបញ្ជាក់ប្រាប់ថាមានអ្នកនៅខាងក្នុងហើយភ្លើងសញ្ញាក៏ដូរទៅពណ៌ក្រហមដែរហើយយើងក៏អត់អាចបាក់ទ្វារបានដែរដើម្បីបាក់ទ្វារចេញទៅក្រៅវិញគ្រាន់តែទាញកន្លឹះហ្នឹងមកវិញគឺយើងចេញទៅបានហើយភ្លើងសញ្ញានៅខាងក្រៅក៏ដូរទៅពណ៌បៃតងទាំងអស់បញ្ជាក់ថាអ្នកផ្សេងអាចចូលបានចំណុចទី3ខ្ញុំនឹងនិយាយពីការប្រើប្រាស់នៅក្នុងបន្ទប់ទឹកបងប្អូនមួយចំនួនគាត់អត់ដឹងថាកន្លែងចុចបង្គន់នៅណាទេអញ្ចឹងកន្លែងចុចបង្គន់គឺនៅកន្លែងនេះយើងបត់ជើងហើយយើងចុចទៅបន្តមកទៀតនៅក្នុងបន្ទប់ទឹកហ្នឹងគឺមានទម្រសម្រាប់ដាក់ baby នៅពេលដែលយើងចង់ដូរខោទឹកនោមគាត់អីយើងអាចតម្លាក់អាធ្នើនឹងមកហើយយើងអាចដូរនៅកន្លែងហ្នឹងបានហើយបន្តមកទៀតគឺទឹកកន្លែងទឹកហ្នឹងគឺយើងគ្រាន់តែចុចវាទៅទឹកហ្នឹងគឺចេញមកហ្មងហើយយើងអត់ចាំបាច់បិទវាវិញទេនៅពេលដែលវាចេញអស់មកខ្យល់វាគឺវាបិទទៅវិញអូតូមានបងប្អូនច្រើនអ្នកដែរគាត់ភ័យគាត់រកកន្លែងបិទវិញអត់ឃើញតាមក៏ប៉ុន្តែអាហ្នឹងគឺវាបិទទៅវិញអូតូទេកន្លែងដែលពិបាករកមួយទៀតគឺធុងសម្រាមអាហ្នឹងតែយើងអត់រុញវាទេគឺវារៀបស្មើចឹងយើងរកអត់ឃើញទេអញ្ចឹងពេលដែលចង់ចោលសម្រាមគ្រាន់តែរុញវាចោលទៅគឺយើងចោលបានហើយចំណុចទី4គឺនៅលើកន្លែងយើងអង្គុយមានម៉ាស៊ីនត្រជាក់មានភ្លើងសម្រាប់បើកមកអានសភៅហើយនឹងមានកន្លែងដែល call ហៅ cabin crew អញ្ចឹងដើម្បីបិទបើកម៉ាស៊ីនត្រជាក់គឺយើងត្រូវមូលទាំងអស់គ្នាដើម្បីបិទបើកភ្លើងសម្រាប់អានសភៅហ្នឹងគឺយើងគ្រាន់តែចុចវាបើកទៅហើយបើចង់បិទគ្រាន់តែចុចវាម្ដងទៀតទៅតែនឹងភាគច្រើនគឺគេប្រើពេលយប់ទេហើយសម្រាប់ភ្លើងពណ៌ទឹកក្រូចហ្នឹងគឺកន្លែងដែលយើងអាចចុចហៅ cabin crew បាននៅពេលដែលយើងមានការអីចឹងតែចាំមានការចំចុចអ្នកទាំងអស់គ្នាកុំចុចលេងអូខេចំណុចទី5ចំណុចចុងក្រោយខ្ញុំនឹងនិយាយពីនៅពេលដែលយន្តហោះហោះចូលតំបន់ដែលមានអាកាសធាតុប្រែប្រួលឬមួយក៏គេហៅថា turbulence អញ្ចឹងពេលហ្នឹងគឺមានន័យថាយន្តហោះយើងកំពុងតែហោះចូលកន្លែងដែលមានពពកក្រាស់ឬមួយក៏ហោះកាត់ខ្យល់កន្លែងដែលមានខ្យល់កំពុងតែបុកខ្លាំងក៏ធ្វើឲ្យយន្តហោះរបស់យើងរៀងកើដូចជាផ្លូវអាលាក់អញ្ចឹងខ្ញុំចង់បញ្យល់ថាអាហ្នឹងគឺមិនមែនមកពីពួកខ្ញុំទេក៏មិនមែនមកពី pilot ដែរហើយក៏មិនមែនមកពីយន្តហោះដែរគឺវាមកពីអាកាសធាតុទាំងស្រុងដោយសារតែអាសាមានបងប្អូនមួយចំនួននៅពេលដែលជិះប៉ះតំបន់ដែលមានអាកាសធាតុប្រែប្រួលអញ្ចឹងទៅចូលដល់ក្រុមគាត់និយាយថាអូយន្តហោះនេះអាលាក់ដល់ហើយអូអ្នកបើកអាលាក់ដល់ហើយអញ្ចឹងតែខ្ញុំចង់បញ្យល់ថាអាហ្នឹងគឺដោយសារតែអាកាសធាតុទេវាមិនមែនជាកំហុសរបស់នរណាគេមួយនៅលើយន្តហោះហ្នឹងទេនៅពេលដែលហោះកាត់តំបន់ដែលមានអាកាសធាតុប្រែប្រួលហ្នឹងអ្នកដំណើរទាំងអស់គ្នាគឺត្រូវតែដាក់ខ្សែក្រវ៉ាត់ហើយហាមដាច់ខាតអត់អាចចូលបន្ទប់ទឹកបានទេដោយសារតែយើងខ្លាចអាលាក់ខ្លាំងទៅអាចកន្លក់ដួលផ្ងាក្រោយមានគ្រោះថ្នាក់អីអញ្ចឹងទៅអញ្ចឹងពេលដែលហោះកាត់ turbulence អីកុំចង់ចូលបន្ទប់ទឹកអ្នកទាំងអស់គ្នាហើយនៅពេលដែលcabin crew ហាមកុំខឹងគេអាហ្នឹងគឺដើម្បីដាក់សុវត្ថិភាពទាំងអស់គ្នាទេអូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំមាន5ចំណុចហ្នឹងដែលយកមកនិយាយប្រាប់អ្នកទាំងអស់គ្នាហើយបើសិនជាមានសំណួរអីអាច comment សួរនៅក្នុងវីដេអូនេះបានហើយកុំភ្លេច like share comment ហើយនិង follow មក account របស់ខ្ញុំអ្នកមួយផងណាជួបគ្នាវីដេអូក្រោយបាយបាយ